កុមារកម្ពុជាដែលរស់នៅក្នុងតំបន់អង្គរដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន Panasonic តាមរយៈអង្គការ UNESCO ក្នុងការអប់រំសិក្សាស្វែងយល់អំពីវប្បធម៌អរិយធម៌និងសម្បត្តិបេតិកភណ្ឌរបស់ខ្លួនអស់ជាង2ឆ្នាំកន្លងមកនេះនឹងត្រូវបានក្រុមហ៊ុន Panasonic នឹងជ្រើសយកទៅចូលរួមប្រឡងគូគំនូរអំពីសម្បត្តិបេតិកភណ្ឌនៅខែសីហាឆ្នាំ2013នេះនៅប្រទេសជប៉ុនលោក Norihiko Miyazaki តំណាងក្រុមហ៊ុន Panasonic បានដឹងផងដែរថាក្រុមហ៊ុន Panasonic បានធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការ UNESCO នៅខែមិថុនាឆ្នាំ2011ក្នុងការឧបត្ថម្ភឲ្យកុមាររស់នៅក្នុងតំបន់អង្គរខេត្តសៀមរាបបានធ្វើការសិក្សាស្វែងយល់អំពីវប្បធម៌អរិយធម៌និងសម្បត្តិបេតិកភណ្ឌពិភពលោកជាពិសេសគឺវិធីនៃការកសាងប្រាសាទនានារបស់ជីដូនជីតាជំនាន់មុននិងយល់ដឹងអំពីបរិស្ថាននៅជុំវិញខ្លួនរបស់ពួកគេជាគូគំនូរគ្រប់រូបភាពដែលមាននៅក្នុងតំបន់នោះជាពិសេសគឺប្រាសាទបុរាណលោកក៏បានបញ្ជាក់ផងដែរថាការឲ្យកុមារទាំងអស់នេះជាគូគំនូរទាំងនោះគឺចង់ឲ្យវប្បធម៌អរិយធម៌និងសម្បត្តិបេតិកភណ្ឌរបស់កម្ពុជាដិតជាប់ក្នុងបេះដូងនិងខួរក្បាលកុមារកម្ពុជាទាំងអស់ដើម្បីឲ្យពួកគេចេះជួយអភិរក្សនិងថែរក្សាទៅថ្ងៃអនាគតលោក Norihiko Miyazaki បានបន្តទៀតថាកុមារកម្ពុជាដែលរស់នៅក្នុងតំបន់អង្គរខេត្តសៀមរាបដែលបានសិក្សាស្វែងយល់អំពីវប្បធម៌អរិយធម៌និងសម្បត្តិបេតិកភណ្ឌរបស់ខ្លួនអស់ជាង2ឆ្នាំកន្លងមកនេះនឹងត្រូវបានក្រុមហ៊ុន Panasonic ជ្រើសយកទៅចូលរួមប្រឡងគូគំនូរស្ដីអំពីសម្បត្តិបេតិកភណ្ឌនៅខែសីហាឆ្នាំ2013នេះនៅប្រទេសជប៉ុនហើយកុមារដែលប្រឡងជាប់នៅប្រទេសជប៉ុននឹងត្រូវបានចូលរួមប្រឡងនៅការិយាល័យកណ្ដាលរបស់អង្គការ UNESCO នៅទីក្រុងប៉ារីសប្រទេសបារាំងដែលមានកុមារមកពីបណ្ដាប្រទេសចំនួន50ចូលរួមប្រកួតប្រជែងផងដែរ